បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទវិលត្រឡប់មកជួបខ្ញុំម្ដងទីការធ្វើនៅដំណើរឆ្នោតយន្តនៅថ្ងៃទី9ខែ11ឆ្នាំ2025មកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីធ្វើការលេងសងចំណានទាំងអស់គ្នាបន្តទៀតផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលបានមើលដំណើរខ្ញុំបាទនៅថ្ងៃទី8ម្សិលមិញបាទហែងបាទទាំងពីរលេខក៏លេខជា3លេខផងដែរអញ្ចឹងនៅថ្ងៃនេះលេខអុកខ្ទង់គឺមានចំនួន2ខ្ទង់សម្រាប់ឲ្យអ្នកទាំងអស់គ្នាធ្វើការលេងសងចំណានទាំងអស់គ្នាបន្តទៀតផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូននៅថ្មីដើម្បីតាមដាននៅដំណើរខ្ញុំបាទជារៀងនៅថ្ងៃពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Subscribe ចុចជាវហើយទាំងទាំងអស់គ្នាម្នាក់មួយ comment ទាំងអស់គ្នាម្នាក់មួយដើម្បីងាយស្រួលការតាមដាននៅដំណើរខ្ញុំបាទជារៀងរាល់ថ្ងៃផងដែរហើយនៅថ្ងៃនេះគឺមានចំនួន2ខ្ទង់គឺមានខ្ទង់40ក៏ដូចជាខ្ទង់30បាទ40គឺមានចំនួន2គ្រាប់បាទគឺមានលេខ44 49បាទលេខគូតែម្ដងរីឯខ្ទង់30នេះគឺមាន34 37លេខត្រឡប់ខ្ទង់40និង30មានដូចជាលេខ94 43ក៏ដូចជាលេខ73ពុកម៉ែបងប្អូនអស់គ្នាចំពោះលេខតូចដល់2លេខនៅថ្ងៃហ្នឹងបាទអស់គ្នារីឯលេខធំ3លេខគឺមានចំនួន3គ្រាប់បាទនៅថ្ងៃនេះពុកម៉ែបងប្អូនទាំងអស់គ្នាបាទលេខធំទី1គឺ376ពុកម៉ែបងប្អូនទាំងអស់គ្នាលេខអញ្ចគុណនិងលេខធំទី2នោះគឺលេខ694ពុកម៉ែបងប្អូនទាំងអស់គ្នានិងលេខធំចុងក្រោយគឺ476ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងឆ្លាញ់មួយណាគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចយកទៅធ្វើការលេខសងសំណាងលេខមួយនឹងបានចំពោះនៅតម្រុយឆ្នោតយកនៅថ្ងៃទី9ខែ11ឆ្នាំ2025យ៉ាងនេះហើយតម្រុយដែលធ្វើការសងសំណាងមានរយៈពេល3ម៉ោងបាទគឺម៉ោង1:30នាទីក៏ដូចជាម៉ោង4:30នាទីម៉ោង9:30នាទីពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសង្ឃឹមថាហេងអ្នកដែលបានមើលតម្រុយទៅថ្ងៃហ្នឹងយកលេខខ្ញុំធ្វើការលេងសងសំណាងហើយតម្រុយគឺមានតែប៉ុណ្្នឹងទេមកចែកតម្លែកមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីធ្វើការលេងសងសំណាងជួបគ្នានៅថ្ងៃទី10ខែ11ឆ្នាំ2025នៅថ្ងៃស្អែកបន្តទៀតតាមពេលវេលាម៉ោងដដែលគណៈពេលនេះបាទសូមគោរពលាហេងទាំងអស់គ្នាផងដែរបាទ